រឿងបុរសម្ចាស់ផ្ទះនិងបុរសសុំសំចតមាននិទានមួយដំណាលថាមានបុរសម្នាក់ទើបនឹងសង់ផ្ទះហើយថ្មីគាត់ជួនមានបុរសម្នាក់ទៀតចូលមកសុំស្នាក់អាស្រ័យនឹងផ្ទះនោះឯចៅម្ចាស់ផ្ទះក៏ព្រមឲ្យស្នាក់អាស្រ័យហើយនៅរួមគ្នាក្នុងផ្ទះនោះទៅចៅជាអ្នកសុំស្នាក់អាស្រ័យលុះនៅបានយូរបន្តិចក៏រាប់អស់គ្រឿងផ្ទះគឺរនូតរនាបរណបបង្កងដៃផ្តោងផ្លាន់មានដំណឥតដំណនិងស្លឹកប្រក់ក្មួយសពគ្រប់គាត់សម្គាល់ទុកជាចំណាំលុះនៅជាអំឡុងបានមួយខែទៅចៅម្ចាស់ផ្ទះក៏និយាយថាចៅមកនៅស្នាក់អាស្រ័យនឹងអញនេះយូរអង្វែងហើយចូលចៅទៅស្រុកចៅវិញចុះអញនិងម្ដាយឪពុកយកបងប្អូនអញមកនៅឯចៅជាអ្នកសុំស្នាក់អាស្រ័យឆ្លើយថាផ្ទះនេះជាផ្ទះរបស់អញម្ដេចក៏ចៅថាជាផ្ទះរបស់ចៅវិញចៅទាំងពីរនាក់ឆ្លោះតោះតែងដណ្ដើមផ្ទះគ្នាក៏នាំគ្នាឡើងទៅប្តឹងចៅក្រមឲ្យជំនុំជម្រះចៅម្ចាស់ផ្ទះប្តឹងថាផ្ទះនោះជាផ្ទះរបស់ខ្ញុំព្រះបាទទើបសង់ថ្មីចៅនេះចូលមកសុំអាស្រ័យអស់អំឡុងមួយខែពុំព្រមចេញសូម្បីខ្ញុំព្រះបាទប្រាប់ឲ្យចេញក៏នៅតែពុំព្រមចេញថែមទាំងចៅនេះប្រកាន់យកផ្ទះរបស់ខ្ញុំព្រះបាទថាជាផ្ទះរបស់ខ្លួនទៀតផងចៅជាអ្នកសុំស្នាក់អាស្រ័យប្តឹងថាផ្ទះនោះខ្ញុំព្រះបាទទើបសង់ថ្មីចៅនេះមកសុំស្នាក់អាស្រ័យអស់អំឡុងមួយខែហើយដណ្ដើមយកផ្ទះនោះអំពីខ្ញុំព្រះបាទសុំទានមេត្តាបើចៅនេះប្រកាន់ថាជាផ្ទះរបស់ខ្លួនតើចៅនេះដឹងទេអស់ទាំងគ្រឿងផ្ទះនោះគឺរនូតរនាបបង្កងក្មួយស្លឹកប្រក់ផ្ទះមានប៉ុន្មានចៅម្ចាស់ផ្ទះឆ្លើយតបចៅក្រមថាខ្ញុំព្រះបាទអង្គម្ចាស់ពុំបានរាប់ទេតែផ្ទះនេះពិតជាផ្ទះរបស់ខ្ញុំព្រះបាទប្រកបមែនចៅក្រមក៏សួរទៅចៅសុំស្នាក់អាស្រ័យថាបើចៅប្រកាន់ថាជាផ្ទះរបស់ចៅតើចៅដឹងទេគ្រឿងផ្ទះនោះមានប៉ុន្មានចៅជាអ្នកសុំស្នាក់អាស្រ័យហេតុតែបានកោតសម្គាល់ចំណាំទុកពីមុនមកស្រេចក៏ឆ្លើយត្រូវទាំងអស់ចៅក្រមយល់ថាប្រហែលជាចៅនេះជាម្ចាស់ផ្ទះមែនបានជាចាំបានសពគ្រប់ទាំងគ្រឿងផ្ទះទើបកាត់សេចក្តីឲ្យបានទៅចៅជាអ្នកសុំស្នាក់អាស្រ័យនោះឯចៅម្ចាស់ផ្ទះពុំសុខចិត្តឡើយទើបនាំរឿងនោះទៅក្រាបបង្គំទូលព្រះមហាក្សត្រព្រះមហាក្សត្រទ្រង់ព្រះចិន្តាថាហេតុអ្វីក៏ចៅមួយនេះចាំអស់គ្រឿងផ្ទះសពគ្រប់ម្លេះហើយទ្រង់ត្រាស់សួរថាចៅចាំគ្រឿងផ្ទះបានមកចត់ល្អណាស់តែឯជើងសសរខាងក្នុងរណ្ដៅនោះតើមានអ្វីឬទេចៅជាអ្នកសុំស្នាក់អាស្រ័យក្រាបបង្គំទូលថាគ្មានអ្វីនៅក្នុងរណ្ដៅទេ
ទ្រង់ត្រាស់សួរចៅម្ចាស់ផ្ទះថាបើចៅថាផ្ទះនោះជារបស់ចៅតើចៅបានដាក់អ្វីនៅជើងសសរខ្លះដែរឬទេចៅម្ចាស់ផ្ទះក្រាបទូលថារណ្ដៅខាងជ្រុងខាងគ្នេរនោះជាទីមានភក់ទន់ជ្រាយទើបទូលព្រះបង្គំជាខ្ញុំយកឈើមួយកំណាត់ដាក់នៅបាតសសរដើម្បីកុំឲ្យវាស្រុតទ្រង់ត្រាស់ថាបើដូច្នេះត្រូវទៅជីកសសរនោះមើលតើមានមែនឬទេលុះជីកទៅក៏បានឃើញកំណល់គល់ឈើសសរនោះមែនទើបត្រាស់វិនិច្ឆ័យថាហេតុតែផ្ទះនោះជាផ្ទះរបស់ចៅនោះមែនបានជាចាំបានដល់ក្នុងដីឯចៅមួយនោះមិនមែនជាម្ចាស់ផ្ទះទេបានជាចាំតែគ្រឿងខាងលើពុំដឹងដល់ខាងក្នុងដីហេតុនេះត្រូវបានផ្ទះតែចៅដែលដឹងដល់គ្រឿងផ្ទះនៅក្នុងដីឯចៅមួយនោះជាអ្នកឆោបោកគេត្រូវមានទោសនិងត្រូវពិន័យតាមច្បាប់ចៅទាំងពីរនាក់សុខចិត្តហើយក្រាបថ្វាយបង្គំលាទៅកាន់លំនៅរបស់ខ្លួនទីតីហោងរឿងដឹងសងដឹងអំបែងសងអំបែងមាននិទានមួយថាមានបុរសប្តីប្រពន្ធមានកូនប្រុសម្នាក់បុរសជាប្តីនោះទៅខ្ចីដឹងអំពីសេដ្ឋីម្នាក់យកទៅកាប់អស់លុះលើកឡើងសំពងកាប់ស្រាប់តែដឹងនោះរង្គោះផ្លែទៀតទៅត្រូវប្រើសមួយកប់បាត់ទៅក្នុងខ្លួនប្រើសនោះបោលចូលព្រៃទៅតាមរកពុំឃើញបុរសនោះក៏វិលមកផ្ទះវិញប្រាប់ប្រពន្ធកូនហើយទៅប្រាប់សេដ្ឋីដោយនៅដំណើរដឹងបាត់នោះសេដ្ឋីថាដឹងនោះជារបស់កំសត់កំរពីមេបាអញបើឥតអំពីដឹងនេះហើយអញគ្មានអ្វីប្រើការឡើយបុរសនោះអង្វរសុំសងជាដឹងមួយថ្មីវិញសេដ្ឋីពុំព្រមថាលុះតែបានដឹងដើមទើបយកទោះជាបុរសនោះអង្វរសុំសងមួយជាពីរក៏សេដ្ឋីពុំព្រមយកបុរសនោះវិលទៅគិតនឹងប្រពន្ធរួចត្រឡប់ទៅរកសេដ្ឋីទៀតអង្វរសុំសងមួយជា4សេដ្ឋីនៅតែមិនព្រមយកសងមួយជា10សេដ្ឋីក៏ពុំយកទៀតនៅតែទូចនិយាយថាឲ្យបានដឹងដើមនោះទៅយកបុរសនោះលាសេដ្ឋីវិលទៅគិតនឹងប្រពន្ធព្រមព្រៀងគ្នាថាត្រូវយកកូនកំឡោះធ្វើជាសំណងវិញលុះគិតគ្នាដូច្នេះហើយបុរសនោះក៏នាំកូនកំឡោះទៅប្រគល់ឲ្យសេដ្ឋីជាសំណងដឹងនោះសេដ្ឋីព្រមទទួលយកបុរសនោះក៏វិលទៅផ្ទះអាត្មាវិញ
ហើយទៅរកអស់ក្នុងព្រៃទៀតស្រាប់តែឃើញប្រុសនោះស្លាប់រលួយហើយឃើញទាំងដឹងនៅនោះផងក៏មានសេចក្តីត្រេកអរឥតឧបមានាំយកមកផ្ទះស្គាល់ជាក់ជាដឹងរបស់មហាសេដ្ឋីដោះលាងស្អាតហើយយកទៅជូនសេដ្ឋីប្រាប់តាមដំណើរនោះសពគ្រប់ហើយសុំយកកូនមកវិញសេដ្ឋីស្គាល់ដឹងនោះជាក់ក៏ទទួលយកហើយឲ្យកូនកំឡោះទៅបុរសនោះនាំកូនទៅកាន់លំនៅរបស់ខ្លួនអស់កាលជាយូរក្រោយមកដល់រដូវស្រូវទុំបុរសនោះដាល់អំបុកស៊ីកូនស្រីសេដ្ឋីនោះធំក្លិនអំបុកនឹកចង់ស៊ីអង្វរម្ដាយឪពុកឲ្យរកទិញអំបែងឲ្យសេដ្ឋីរកអំបែងពំបានក៏ចូលទៅខ្ចីអំបែងបុរសនោះលុះដាល់អំបុករួចហើយជួនជាមានឆ្កែប្រខាំគ្នាទាលើអំបែងនោះបែកខ្ទេចអស់សេដ្ឋីឲ្យទៅប្រាប់បុរសនោះយំគក់ទ្រង់ថាអំបែងនេះជារបស់កំសត់កំរពីមេបាមកត្រូវតែរកអំបែងដើមមកសងវិញទៅបានទោះជាសេដ្ឋីអង្វរថានឹងសងមួយជាពីរក្តីបុរសនោះក៏ពុំព្រមយកឡើយគឺទទូចយកឲ្យបានតែអំបែងដើមនោះឯងបើមិនបានអំបែងដើមនោះមិនព្រមយកទេទោះជាសេដ្ឋីឲ្យទៅនិយាយថានឹងសងមួយជា4ក្តីមួយជា10ក្តីបុរសនោះក៏ពុំព្រមយកសេដ្ឋីខឹងទៅប្តឹងចៅក្រមឲ្យហៅបុរសនោះមកសួរដោយដំណើរហើយចៅក្រមបង្គាប់ឲ្យសេដ្ឋីនោះសងអំបែងតែមួយបុរសនោះក៏ពុំព្រមយកចៅក្រមខឹងថាបុរសនេះល្មើសនឹងបង្គាប់ខ្លួនសេដ្ឋីឃើញបុរសនោះពុំសុខចិត្តក៏នាំសេចក្តីឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរនោះព្រះអង្គឲ្យហៅបុរសនោះមកមានព្រះបន្ទូលសួរថាដំណើរនេះដូចម្ដេចបានជាចៅក្រមបង្គាប់ហើយព្រះស្ដែងពុំសុខចិត្តបុរសនោះក្រាបបង្គំទូលថាត្បិតសេដ្ឋីខ្ចីអំបែងខ្ញុំព្រះបាទអង្គម្ចាស់ទៅដើរអំបុកទុកឲ្យឆ្កែប្រខាំគ្នាពីលើបែករបស់ខ្ញុំព្រះបាទអង្គម្ចាស់ឯទ្រង់ក្សត្រត្រាស់ព្រះចិន្តាពិចារណាថាការអស់នេះសមជាមានហេតុនឹងគ្នាពីមុនមក
បានជាប្រកាន់ខ្លាំងម្ល៉េះទើបត្រាស់បណ្ដឹងសួរថាព្រះស្ដែងមានដំណើរហេតុដូចម្តេចអំពីដើមបានជាប្រកាន់គ្នាខ្លាំងម្ល៉េះបុរសនោះក្រាបបង្គំទូលថាដំណើរដើមខ្ញុំព្រះបាទអង្គម្ចាស់ខ្ចីដឹងសេដ្ឋីទៅកាប់អស់ហើយរង្គោះផ្លែបាត់ទៅត្រូវប្រើសមុតជាប់នឹងខ្លួនវាបោលបាត់ទៅខ្ញុំព្រះបាទអង្គម្ចាស់រកពុំឃើញទៅប្រាប់សេដ្ឋីថាដឹងនេះជាដឹងកំសត់កំរពីមេបាខ្ញុំព្រះបាទអង្គម្ចាស់សុខចិត្តសងមួយជា2ដងដល់មួយជា10សេដ្ឋីក៏ពុំយកថាឲ្យបានដណ្ដើមទើបយកបើពុំបានដណ្ដើមពុំយកឡើយសេដ្ឋីប្រកាន់ដូច្នេះខ្ញុំព្រះបាទអង្គម្ចាស់ក៏យកកូនកំឡោះឲ្យទៅនៅបម្រើជំនួសខ្លួនទើបសេដ្ឋីទទួលយកថ្ងៃក្រោយខ្ញុំព្រះបាទអង្គម្ចាស់ទៅរកអស់ក្នុងព្រៃស្រាប់តែឃើញប្រើសនោះងាប់រលួយទៅហើយឃើញផ្លែដឹងនៅក្នុងប្រើសនោះខ្ញុំព្រះបាទអង្គម្ចាស់ស្គាល់ជាក់ជាដឹងសេដ្ឋីហើយត្រេកអរណាស់យកទៅឲ្យសេដ្ឋីស្គាល់ជាក់ជាដឹងរបស់ខ្លួនក៏ទទួលយកហើយឲ្យកូនខ្ញុំព្រះបាទអង្គម្ចាស់មកវិញព្រះមហាក្សត្រទ្រង់ព្រះសន្តាប់ហើយសួរសេដ្ឋីថាដំណើរនោះដូចនេះមែនឬអ្វីសេដ្ឋីក្រាបបង្គំទូលថាដូចនេះមែនទើបព្រះអង្គមានព្រះបន្ទូលថាបើដូច្នេះសេដ្ឋីត្រូវឲ្យកូនខ្លួនទៅនៅបម្រើគេវិញទើបដោយកន្លងធម៌សេដ្ឋីនិងបុរសនោះក៏ថ្វាយបង្គំទទួលព្រះបន្ទូលពិសេសទាំងអស់គ្នាហើយក្រាបថ្វាយបង្គំលាទៅកាន់លំនៅទីតីហោមរឿងដឹងសំដឹងអំបែងសងអំបែងចាប់តែប៉ុណ្នេះសូមជូនរឿងដំឡង7សន្តានកាលទីព្រៃនាយមានបុរសប្តីប្រពន្ធនាំគ្នាទៅសួរបងប្អូននៅភូមិត្រៃអណ្ដែតដើរទៅប្រទះនឹងអាដំឡង7សន្តានកំពុងតែទំគោកជួស្រែបុរសប្តីប្រពន្ធនោះសួរថាអ្នកអើយអ្នកផ្លូវណាកាត់ត្រង់ទៅលើភូមិព្រៃអណ្ដែតត្បិតខ្ញុំខានមកយូរឆ្នាំហើយមិនដឹងជាផ្លូវណាគាត់ទៅឲ្យត្រង់កូនក្រោលគោស្ទឹងអាក្រហមមួយនេះម្ដាយក្មេងគាត់ចែកឯអាស្នែងកន្ទេលអើអញគាត់ឲ្យអញមិនលួចគោរបស់អាណាមកទំទេឯបុរសប្តីប្រពន្ធដែលសួរផ្លូវនោះឮហើយនិយាយគ្នាថាអ្នកនេះយើងសួរផ្លូវគាត់និយាយពីគោហើយសំដីគំរោះគំរើយឲ្យយើងផងណាហើយយើងកុំខ្ចីសួរវាយូរឆាប់
នឹងទៅដល់ផ្ទះបងប្អូនមិនខានហើយក៏បណ្ដាលគ្នាហួសទៅអាដំណង7សន្តាននោះខំព្យួរស្រែមិនឈប់ដល់ពេលថ្ងៃចិត្តត្រង់មីដំឡងជាប្រពន្ធក៏ទូលបាយទៅឲ្យប្តីបរិភោគលុះទៅដល់ក៏ដាក់ល្អីបាយក្រោយម្លប់ឈើនៅភ្លឺស្រែប្តីឃើញប្រពន្ធយកបាយមកឲ្យក៏ឈប់ព្យួរស្រែបរិភោគបាយនិយាយទាំងខឹងប្រាប់ប្រពន្ធថាមានបុរសប្តីប្រពន្ធបណ្ដាគ្នាមកពីណាចោទប្រកាន់ថាអញលួចគោវាឯគោមួយនឹមនេះប្រកាសជាក់ជាម៉ែឯងចែកឲ្យប្រពន្ធឃើញមាត់ប្តីនិយាយម្ហប់នឹកស្មានថាស្ដីឲ្យខ្លួនស្ដាប់តែខឹងហើយឆ្លើយតបទៅវិញថាអញគិតថាប្តីមកព្យួរស្រែតាន់ថ្ងៃត្រង់ខំប្រញាប់ប្រញាល់ទូលបាយមកឲ្យស៊ីឥឡូវទៅជាថាឯងមានសហាយអញសហាយនឹងឈ្មោះអាណាគាត់រកមុខឲ្យឃើញឯប្តីមិនទាន់តែទំពាបាយអស់មួយកូនល្អីប្រពន្ធថាអ្វីក៏មិនលឺផងលុះប្តីបរិភោគរួចប្រពន្ធកន្ត្រាក់យកល្អីប្តីសួរថាឯងមានការអ្វីឯផ្ទះបានជាប្រញាប់ម្លេះប្រពន្ធថាអញមកជាប្រាប់ម៉ែឲ្យអញមិនខានហើយកូនឌីលអីត្រឡប់ទៅដល់ផ្ទះជួបនឹងម្ដាយនិយាយទាំងមុខខឹងក្រហមប្រាប់ម្ដាយថាកូនប្រសាម៉ែឯងវាល្អហើយខ្ញុំទូលបាយទៅឲ្យស៊ីដាក់ល្អីស្ទើរតែមិនទាន់វាស្ដីឲ្យខ្ញុំថាមានសហាយចំណែកម្ដាយនោះខឹងញ័រឡើងថាហងឯងដូច្នេះទេតើបានជាមុខក្រហមអញថាកូនថាចៅបានជាចាំផ្ទះឲ្យវាឥឡូវវាថាឯងលួចថ្នាំវាយកទៅដូរដូងហើយគាត់ក៏បានជេរកូនហើយនិយាយថាក្រោយកុំនិយាយដូចនេះមិនត្រូវទេសូម្បីតែថ្នាំមួយឆ្នុកអញក៏មិនលួចយកផងហើយទោះជាអញយកមែនម្ដាយនិងកូនមិនត្រូវហងឯងពោលឲ្យអញខ្មាស់គេទេចាំឲ្យហងឯងមកអញប្រាប់ឲ្យជេរវាយប្រដៅហងឯងមិនខានលុះយូរបន្តិចប្តីមកពីកាប់បង្គោលធ្វើរបងបង្ការមិនឲ្យកោក្របីចូលស៊ីសំណាបស្ទុំប្រពន្ធនិយាយប្រាប់ប្តីថាកូនស្រីយើងវាយកបាយទៅឲ្យប្តីខ្ញុំចាំផ្ទះឲ្យវាលុះមកវិញវាថាខ្ញុំជាម្ដាយលួចថ្នាំវាដូរដូងខ្ញុំខឹងណាស់ប្តីស្ដាប់មិនឮខឹងនឹងប្រពន្ធក៏ជេរថាមីចៅគេបាញ់ហងឯងប្រចាំអញអីម្លេះអញមានស្លៀកពាក់តែងតួដើរលេងចង់ស្រីឯណាអញទៅកាប់ឈើធ្វើបង្គោលរបងទេតាអញអត់តែម្ដងនេះក្រោយបើហងឯងនៅតែ
ស្ដីប្រច័ណ្ឌអញទៀតមុខជាអញធាក់ឲ្យដួលទាំងជំហរមិនខានហាមប្រពន្ធហើយបរិភោគបាយរួចទៅចង់សន្ទូចបានត្រីត្រឡប់មកផ្ទះវិញវេលាថ្ងៃល្ងាចប្រពន្ធក៏ធ្វើត្រីស្លអាំងឲ្យប្តីបរិភោគខ្លះរំលែកព្រឹកខ្លះដើម្បីនឹងធ្វើសម្រាប់យកទៅប្រគេនលោកកូនឯវត្តនិងកូនប្រុសតូចម្នាក់ឲ្យនៅរៀនអក្សរជាមួយនឹងលោកបងនោះលុះព្រឹកឡើងម្ដាយនោះដាំបាយដួសដាក់ចានមានម្ហូបពីល្ងាចស្រាប់ទូលយកទៅដល់កុដិប្រគេនលោកកូនហើយនិយាយថាខ្ញុំព្រះករុណារលឹកលោកកូនណាស់មួយទៀតប្អូនតូចវារៀនអក្សរគ្រាន់បើទេលោកកូននោះប្រាប់ថាចម្រើនពរញោមអាត្មាសប្តាហ៍ថ្ងៃនេះកំពុងស្រឡាញ់សិលភ្នោះណាស់អាត្មាមិនសឹកទេម្ដាយក៏ហៅកូនតូចដែលនៅបម្រើបងនោះថាអានាងលាលោកបងទៅផ្ទះនឹងម្ដាយបានមួយថ្ងៃសិនត្បិតឪពុកឯងរលឹកណាស់កូនតូចឆ្លើយប្រាប់ម្ដាយថាត្រីងៀតលោកបងនៅពីកន្ទុយទុកក្នុងកុដិពេលល្ងាចខ្ញុំយកពីចិនរៀកដុតស៊ីបាយដែលសល់ពីលោកបងឆាន់ពេលព្រឹកឯលោកសង្ឃដែលគង់នៅជិតកុដិទាំងប៉ុន្មានបានឮម្ដាយនិងកូននិយាយតែដោយខ្លួនមិនទទួលសំរងគ្នាដូច្នេះលោកទាំងអស់តបពុំបានក៏សើចប្រហឹងអើងកងសិកានោះក៏សំពះលាលោកកូនត្រឡប់មកដល់ផ្ទះវិញហើយលោតចង្គង់ជូនបុណ្យប្តីថាខ្ញុំជូនបុណ្យអ្នកផងប្តីឆ្លើយថាអញឃើញបាយសម្លអញស៊ីអស់ទៅហើយប្រពន្ធក៏មើលមុខប្តីមើលមុខប្រពន្ធបព្រិចភ្នែកមកធ្វើជាហឺតែដោយខ្លួនលុះយូរបន្តិចស្រាប់តែប្អូនស្រីបង្កើតខាងប្តីនៅភូមិដទៃឆ្ងាយមកដល់បានផ្លែបំរោមួយផ្តិលនិងស្លឹកទ្រប់ស្វាមួយសំណុំមកផ្ញើបងនិយាយសួរបងថាបងបានជួររស់ដកស្ទុំបានស្រែប៉ុន្មានហើយបងទាំងប្តីប្រពន្ធឆ្លើយប្រាប់ទៅប្អូនស្រីវិញថាហងល្មមទុកដាក់ឲ្យវាមានប្តីទៅចោះតែហងមើលកុំឲ្យតែចេះលេងបៀផឹកស្រាជក់អាធានអូនស្រីស្ដាប់មិនឮទៀតក៏ប្រាប់ទៅបងទាំងពីរអ្នកថាខ្ញុំស្ដាយត្រឡាចខ្ញុំមួយទ្រើងណាស់កំពុងតែផ្កាក្តុបតូចស្រាប់តែមេជ្រុកវាទៅឈ្មោលដាច់ងាប់អស់បងទាំងពីរអ្នកថាហងល្មមទៅផ្ទះក៏ទៅចោះល្ងាចណាស់ហើយក្រែងកូនវាយ៉ាងរោគប្អូនស្រីនោះក៏ត្រឡប់ទៅផ្ទះវិញរឿងត្រឡង់7សណ្ដាន